ផលិតផលខ្មែរ4ប្រភេទនេះអាចជំនួសផលិតផលថៃបានខណៈដែលប្រជាជនខ្មែរកំពុងឈរលើស្មារតីនៃយុទ្ធនាការពហិការឈប់ប្រើប្រាស់ផលិតផលថៃជំរុញឲ្យផលិតផលខ្មែរកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាស្របទៅនឹងកម្លាំងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរនៅក្នុងការងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកខ្មែរវិញនេះធ្វើឲ្យម៉ាកយីហោផលិតផលក្នុងស្រុកជាច្រើនដែលផលិតដោយកូនខ្មែរ 100% លើមុខទំនិញទាំង4ប្រភេទនេះបង្ហាញវត្តមានកាន់តែខ្លាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជារួមមានទី1ផលិតផលសាប៊ូដែលមានដូចជាផលិតផលសាប៊ូក្លិនផលិតផលសាប៊ូអូរ៉ាផលិតផលសាប៊ូស្ពៃធម្មជាតិផលិតផលសាប៊ូស្អាតជាដើមទី2ផលិតផលគ្រឿងទេសមានដូចជាផលិតផលប៊ីចេងសញ្ញាចានត្រវែកផលិតផលទឹកត្រីទឹកស៊ីអ៊ីវទឹកប្រេងខ្យងយីហោលៀងលេងផលិតផលយីហោគ្រឿងលួងជាឈ្មោះសិប្បកម្មកែច្នៃគ្រឿងទេសខ្មែរជាផលិតផលកញ្ចប់សម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃផលិតផលប្រេងឆាសុខៈផលិតផលទឹកម្ទេសហឹរខ្មែរ Camp Food ទី3ផលិតផលទឹកដោះគោមានដូចជាផលិតផលទឹកដោះគោគិរីសួរផលិតផលទឹកដោះគោអង្គរមៀលផលិតផលទឹកដោះគោ Momo Farm ផលិតផលទឹកដោះគោអូម៉ាទី4ចំពោះផលិតផលភេសជ្ជៈមានដូចជាក្រុមហ៊ុនខ្មែរ Beverage និងក្រុមហ៊ុនវឌ្ឍនៈ Beverage សុទ្ធសឹងជាក្រុមហ៊ុនដែលមានសមត្ថភាពផលិតគ្រប់ភេសជ្ជៈរាប់ទាំងពីទឹកពិសាភេសជ្ជៈបើកម្លាំងទឹកក្រូចឬក៏ប្រភេទស្រាបៀរជាដើមសុទ្ធសឹងតែមានការបញ្ជាក់យ៉ាងច្បាស់នៅលើផលិតផលថា Made in Cambodia បើទោះបីជាកម្ពុជាអនុវត្តនូវគោលការណ៍ទីផ្សារសេរីមិនអាចបំបត្តិលំហូរនាំចូលទំនិញបរទេសទាំងស្រុងបានយ៉ាងណាក្តីក៏ប៉ុន្តែបើប្រជាជនខ្មែរនៅតែរក្សាស្មារតីគាំទ្រប្រើប្រាស់ផលិតផលនៅក្នុងស្រុកបានជារៀងរហូតនោះគឺអាចនឹងជំរុញដល់ការពង្រីកវិសាលភាពអាជីវកម្មក្នុងស្រុកនិងបង្កើតការងារក្នុងស្រុកជាច្រើនដោយមិនពឹងផ្អែកលើជាចម្បងលើទំនិញនាំចូលពីប្រទេសជិតខាងទៀតនោះឡើយ។